អ្នកវិភាគរិះគន់ថាតុលាការដែលកោះហៅលោកកឹមសុខាអនុប្រធានគណៈបក្សសង្គ្រោះជាតិទៅសាកសួរការពីម្សិលមិញនេះគឺគ្រាន់តែជារឿងនយោបាយចង់បំបែកបំបាក់គណៈបកប្រឆាំងតែប៉ុណ្ណោះមិនមែនក្នុងហេតុផលផ្លូវច្បាប់អ្វីនោះឡើយការថ្លែងបែបនេះគឺធ្វើឡើងភ្លាមៗនៅបន្ទាប់ពីតុលាការបានប្រើពេលជិត1ថ្ងៃសាកសួរលោកកឹមសុខាជាច្រើនករណីហើយដែលលោកអះអាងថាជាការសាកសួរមិនច្បាស់លាស់ចាសសូមស្ដាប់សេចក្តីរាយការណ៍របស់លោកទីនសាការីយ៉ាតំណាងអัยការសាលាដំបងរាជធានីភ្នំពេញបានប្រើពេលជាង7ម៉ោងសាកសួរលោកកឹមសុខាជាច្រើនសំណួរនៅថ្ងៃទី8មេសាតែតុលាការមិនទាន់ចោទប្រកាន់លោកនៅឡើយអនុប្រធានរដ្ឋសភាលោកកឹមសុខានិងជាអនុប្រធានគណៈបក្សសង្គ្រោះជាតិមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅពេលលោកចេញពីអគារតុលាការលោកហួសចិត្តថាតុលាការបានសួរសំណួរលោកសំណួរខ្លះមិនគួរឲ្យសួរនោះឡើយសួរខ្លាំងពីនិយមន័យសួរស្អីទៅដែលហៅថាពាក្យថាបដិវត្តហើយសួរហេតុម៉េចបានវល់ទៅទទួលខ្ញុំនៅ airport ទៅពេលដែលខ្ញុំត្រឡប់មកពីអមេរិកពាក្យដែលមិនសូវសួរក៏សួរដែរគឺគាត់សួរឲ្យតែមានសួរឲ្យបានច្រើនឲ្យបានពេកគឺសួរឲ្យសួរសំណួរដដែលវិលទៅវិលមកប៉ុន្តែឥឡូវនេះចប់សពរបស់ហើយសួរឲ្យអស់លោកកឹមសុខាអនុប្រធានរដ្ឋសភាក្រោយបានតំណាងអัยការសាលាដំបងរាជធានីភ្នំពេញលោកលីសុផាណាបានចេញនីការកោះហៅកាលពីថ្ងៃទី27មីនាសាកសួរបន្ថែមលើសំណុំរឿងលេខ15ចុះថ្ងៃទី3មករាឆ្នាំ2014តំណាងអัยការសាលាដំបងរាជធានីភ្នំពេញលោកលីសុផាណាមិនបានធ្វើអត្ថាធិប្បាយទេនៅថ្ងៃទី8មេសាដោយលោកប្រាប់ថាជាប់ប្រជុំការសាកសួរលោកកឹមសុខានៅថ្ងៃទី8មេសានេះមានប្រជាពលរដ្ឋគាំទ្រលោកប្រមាណជា200នាក់ក្រៅពីអ្នកសារព័ត៌មានជាតិអន្តរជាតិនិងមន្ត្រីសិទ្ធិមនុស្សនៅខាងក្រៅរបងតុលាការដើម្បីរងចាំលទ្ធផលរីឯនៅពេលព្រឹកគឺមានកងកម្លាំងឈុតខ្មៅមួយឡានមានគ្នាប្រមាណ30នាក់បើក្រឡឹងនៅមុខតុលាការហើយពួកគេបានប៉ះសម្ដីគ្នាបន្តិចបន្តួចរវាងអ្នកគាំទ្រនិងកងកម្លាំងទាំងនោះតំណាងអัยការចង់បន្តសាកសួរលោកកឹមសុខានៅថ្ងៃស្អែកទៀតក៏ប៉ុន្តែលោកកឹមសុខាបានស្នើសុំឲ្យតុលាការសួរបញ្ចប់នៅថ្ងៃទី8មេសានេះតំណាងអัยការក៏យល់ព្រមតាមការស្នើសុំតំណាងអัยការបានសួរលោកកឹមសុខាចាប់ពីម៉ោង8កន្លះព្រឹករហូតដល់ម៉ោង7:04រសៀលថ្ងៃទី8មេសាមេធាវីការពារក្តីលោកកឹមសុខាអ្នកស្រីម៉ែងសុភារីមានប្រសាសន៍ថាតុលាការមិនបានសួរលោកកឹមសុខាពីបទល្មើសអ្វីពិតប្រាកដនោះទេអ្នកស្រីក៏មិនដឹងថាអ្វីជាបំណងពិតប្រាកដរបស់តុលាការក្នុងការសួរកូនក្តីរបស់លោកនោះទេព្រោះបណ្ដឹងនេះម្ចាស់ហាងសម្អាងការលុយជាដើមបណ្ដឹងតាក់ទងនឹងបាតុករបំផ្លាញទ្រព្យសម្បត្តិរបស់គាត់កាលពីខែមករានោះឧទាហរណ៍ថាបើសិនជាគេកំណត់បទល្មើសអីណាមួយអញ្ចឹងគេសួរពាក់ព័ន្ធនឹងបទល្មើសហ្នឹងប៉ុន្តែនេះយើងអត់តុលាការតំណាងអัยការតាមកំណត់បទល្មើសមន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតបញ្ជាក់ថាតុលាការកោះហៅនេះស្ថិតនៅក្រោមសម្ពាធនយោបាយការកោះហៅលោកកឹមសុខាមកសាកសួរធ្វើឡើងនៅបន្ទាប់ពីលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងគម្រាមលោកកឹមសុខាដែលចោទប្រកាន់លោកកឹមសុខាចង់ផ្ដួលរំលំរដ្ឋាភិបាលនោះសំណុំរឿងកាលពីឆ្នាំ2014ខែ1ហ្នឹងគឺមាន4សំណុំរឿងប៉ុន្តែ3សំណុំរឿងត្រូវបានតុលាការចាត់វិធានការហើយនៅសល់តែសំណុំរឿង15នេះមួយដែលតុលាការទើបតែកោះហៅនៅពេលនេះជួនពេលដែលការចរចាគ្នាទាក់ទងនឹងបញ្ហាគណៈកម្មការជាតិរៀបចំការបោះឆ្នោតម្យ៉ាងវិញទៀតអង្គភាពព័ត៌មានប្រតិកម្មរហ័សរបស់រដ្ឋាភិបាលបានចងក្រងខ្សែវីដេអូមួយបង្ហាញពីសកម្មភាពលោកកឹមសុខាដឹកនាំធ្វើបាតកម្មសកម្មភាពប៉ះទង្គិចគ្នារវាងបាតកោនិងកងសន្តិសុខសាលារាជធានីភ្នំពេញនិងការជួបជុំរបស់លោកកឹមសុខានិងអ្នកគាំទ្រលោកនៅសហរដ្ឋអាមេរិកដែលលោកហ៊ុនសែនចោទប្រកាន់លោកកឹមសុខាថាមានបំណងផ្ដួលរំលំរដ្ឋាភិបាលគេចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័នកាលពីថ្ងៃទី5មេសានៅមុនពេលលោកកឹមសុខាបានចូលខ្លួនទៅបំភ្លឺនៅតុលាការនេះទោះបីជានេះក្តីនៃវិភាគលើកឡើងថាការកោះហៅលោកកឹមសុខាមកសាកសួរនេះជាសំណុំរឿងចាស់ហើយថានេះជាហេតុផលនយោបាយដោយគណៈបកប្រជាជនកម្ពុជាចង់បានការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅតាមអ្វីដែលខ្លួនចង់បាននិងការចង់បំបែកបំបាក់គណៈបកសង្គ្រោះជាតិអ្នកខ្លាំមើលផ្នែកអភិវឌ្ឍសង្គមលោកមនិតកែមលីលើកឡើងថាការកោះហៅលោកកឹមសុខានេះជារឿងមិនស្របនឹងច្បាប់លោកបញ្ជាក់ថាការកោះហៅណាមួយនោះលុះត្រាតែសភាដកអភ័យឯកសិទ្ធិជាមុនសិនទើបអាចធ្វើទៅបានរដ្ឋធម្មនុញ្ញមាត្រា80ចែងថាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិតំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួនឃាត់ខ្លួនដោយហេតុពីបានសម្ដែងយោបល់ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួននោះឡើយការចោទប្រកាន់ការចាប់ខ្លួនការឃាត់ខ្លួននឹងអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬគណៈកម្មការចន្ទ្រៃរបស់សភានិងការអនុម័តសម្លេងភាគច្រើន2ភាគ3នៃសមាជិករដ្ឋសភាលោកកែមលីបន្ថែមថាបើសិនជាការកោះហៅលោកកឹមសុខាមិនមែនជាការបំបែកបំបាក់គណៈបក្ស
សង្គ្រោះជាតិទេនោះគឺតុលាការក៏ហៅទាំងលោកសំរងស៊ីទៀតដើម្បីរួមគ្នាទទួលខុសត្រូវមិនមែនតែលោកកឹមសុខាម្នាក់នោះទេលោកអះអាងទៀតថាឥឡូវនេះគណៈបកប្រជាជនកម្ពុជាកំពុងតែលើកលោកសំរងស៊ីនិងធ្វើការវាយប្រហារទៅលើលោកកឹមសុខានៅវិភាគចាត់ទុកថាសកម្មភាពបែបនេះកាន់តែធ្វើរដ្ឋាភិបាលឬគណៈបកប្រជាជនកម្ពុជាធ្លាក់ប្រជាប្រិយភាពទៅវិញទេក្រៅពីនេះទៀតគេនៅរងចាំមើលទៀតថាតើតុលាការនឹងសម្រេចបែបណាចំពោះករណីលោកកឹមសុខានេះខ្ញុំទីនសការីយ៉ាវិទ្យុអាស៊ីសេរីពីទីក្រុងភ្នំពេញ